រើសមុខវិជ្ជាទូទៅបាទហើយមុខវិជ្ជាគឺយើងយកគណិតឬក៏ភាសាខ្មែរព្រោះយើងប្រឡងខែមីនាមានតែ2មុខអីចឹងឧទាហរណ៍ថាយើងយកគណិតសិនចុះបាទយកគណិតហើយប្រឡងឆមាសនេះគឺយើងជ្រើសរើសការប្រឡងខែមីនាបាទតមកមេរៀននេះយើងអត់បាច់ជ្រើសរើសទេមេរៀននេះគេអត់ដាក់ទេហើយជាពិសេសខាងក្រោមនេះគឺការប្រឡងអញ្ចឹងការប្រឡងគឺយើងចុចទៅវាមានតែមួយដោយសារយើងជ្រើសរើសគណិតខាងលើអញ្ចឹងអានេះវានឹងចេញគណិតថ្នាក់ទី3តេស្តប្រចាំខែមីនាបាទអញ្ចឹងពេលដែលយើងយកប៉ុណ្ណឹងពេលយើងចុចប៉ុណ្ណឹងហើយយើងអស់ទៅមើលខាងក្រោមអញ្ចឹងខាងក្រោមក៏អត់ទាន់មានទៀតអញ្ចឹងលោកគ្រូទៅជ្រើសរើសនេះកន្លែងជ្រើសរើសការបរិច្ឆេទមួយទៀតនៅក្នុងនេះក៏គេប្រាប់ដែរគឺសូមឲ្យលោកគ្រូជ្រើសរើសថ្ងៃដែលប្រឡងនិងពេលវេលាប្រឡងដើម្បីទាញទិន្នន័យសិស្សឲ្យបានត្រឹមត្រូវអញ្ចឹងយើងចុចកន្លែងជ្រើសរើសការបរិច្ឆេទអញ្ចឹងនៅសាលាខ្ញុំគឺថ្នាក់ទី3ខហ្នឹងគាត់ប្រឡងនៅថ្ងៃទី13ខែ3អញ្ចឹងខ្ញុំចុចកន្លែងនេះមកនេះបាទខាងក្រោមគេហ្នឹងគឺមាន13មាន14មាន15អញ្ចឹងសាលាខ្ញុំគាត់តេស្តថ្ងៃ13អញ្ចឹងខ្ញុំជ្រើសរើសថ្ងៃ13បន្ទាប់មកខ្ញុំចុចខាងក្រោមមួយទៅបាទអញ្ចឹងវាលោតថ្ងៃ13ខែ3 2026យើងសាកអស់ទៅមើលនេះកុសសិស្សយើងបាទ20នាក់អញ្ចឹងថ្ងៃហ្នឹងនេះបាន20នាក់អញ្ចឹងថ្ងៃហ្នឹងគាត់ថ្ងៃ13ហ្នឹងគាត់ប្រឡងសិស្សហ្នឹងឯងណាបាន20នាក់ហើយអាហ្នឹងគឺយើងមើលអញ្ចឹងហើយបន្ទាប់មកយើងបាទនេះយើងអស់មកនេះមកយើងឃើញនេះលទ្ធផលបាទលទ្ធផលដែលគាត់ប្រឡងណាបាទហើយមួយទៀតតេតើនឹងថ្ងៃខែដែរឧទាហរណ៍ថាឥឡូវខ្ញុំចូលថ្ងៃខែខ្ញុំដោះ13ចេញខ្ញុំដាក់14ខ្ញុំចង់មើលថាថ្ងៃទី14ខែ3ហ្នឹងតើសិស្សមានប្រឡងអត់អញ្ចឹងយើងចុចខាងក្រោមមួយមកដើម្បីវាបាត់មកអញ្ចឹងឃើញមានសិស្សម្នាក់គាត់ប្រឡងនេះមានតែម្នាក់ទេណាហ្នឹងហើយពេលយើងចង់មើលទៀតឥឡូវថាខ្ញុំដាក់ថ្ងៃ15អញ្ចឹងខ្ញុំដោះ14ចេញដាក់15តាំងថ្ងៃ15មានអ្នកប្រឡងអត់អញ្ចឹងតែម្នាក់ដែរអញ្ចឹងណាអញ្ចឹងលោកគ្រូត្រូវជ្រើសរើសបាទជ្រើសរើសថ្ងៃខែដើម្បីមើលថាតើសិស្សយើងប្រឡងថ្ងៃណាយើងមើលគាត់ថ្ងៃហ្នឹងមកបើយើងអត់ជ្រើសរើសទេគឺវាអត់ចេញទេអញ្ចឹងណាបាទអរគុណសូមប៉ុណ្្នឹងហើយបើមានចម្ងល់លោកគ្រូអាចខមមិននៅខាងក្រោម